แต่យើងស្អីណាមកប្រកែឃើញផងយើងឯណាមកលឺផងហ្នឹងហើយយើងស្អីណាវាអត់ទេវាជាកិច្ចរបស់វិញ្ញាណទេហើយបើយើងអត់មានប្រអដីរលឹកទេឈ្មោះថាយើងអត់បានប្រតិបត្តិតាមព្រះដ៏មានពភៈអីហ្នឹងហើយពីព្រោះព្រះអង្គសម្ដែងឲ្យយើងប្រតិបត្តិយើងអត់ប្រតិបត្តិដោយសារយើងគិតថាចម្រើនវិបស្សនាតលតែយើងចម្រើនសមាធិហើយចិត្តស្ងប់ហើយបានមកពិចារណាអនិច្ចំទុក្ខំអនត្តានឹងជាវិបស្សនាប៉ុន្តែបើអត់មានពូជសតិប្បដ្ឋានវិបស្សនាអត់កើតទេវិបស្សនាកើតយ៉ាងម៉េចវាមិនមែននៅលើអត្តាយើងទៅពិចារណាហ្នឹងណាយើងត្រូវចិត្តស្ងប់អីចឹងយើងពិចារណានៅទៅតួខ្លួនយើងដដែលហ្នឹងពិចារណាហ្នឹងគឺយើងគ្រាន់តែស្ដាប់មកយើងគិតតាមស្ដាប់ទេតែតួវិបស្សនាគឺដោយអាស្រ័យសតិកំណត់អារម្មណ៍ហ្នឹងហើយតើវឹកហាត់អប់រំរឿយបានដល់ទៅពេលចិត្តស្ងប់ទៅដែលគ្រូបងលើកពីរឿងថាសមថៈជាបាតហ្នឹងណាសតិថ្នាក់សមថៈហ្នឹងជាបាតនៃវិបស្សនាហ្នឹងហើយដល់ចិត្តស្ងប់អញ្ចឹងទៅបុគ្គលដែលមានប្រកដីចម្រើនសតិប្បដ្ឋានហ្នឹងគឺថាបានមកកំណត់ដឹងនៅអង្គរបស់ឈានក្តីឬក៏រូបធម៌នាមធម៌ហ្នឹងក្តីកំណត់ដោយវិបស្សនាហ្នឹងវិបស្សនាមានកម្លាំងហើយពីព្រោះអីពីព្រោះមានពូជនៃវិបស្សនាហ្នឹងហ្នឹងហើយពូជហ្នឹងគឺសតិប្បដ្ឋានហ្នឹងហើយព្រោះបើអត់មានសតិកំណត់ដឹងបរមត្ថជាអារម្មណ៍ទេគឺអត់ពិចារណាកាយវេទនាចិត្តធម៌ហ្នឹងបានទេបើយើងគិតខ្លួនឯងវាអត់ឃើញហ្នឹងហើយគិតទៅនៅតែខ្លួនយើងហ្នឹងដើម្បីថាឲ្យខ្លួនយើងបានអីចឹងទៅហ្នឹងហើយដែលគ្រូបងវិជ្ជាពីសកាយទិដ្ឋិហ្នឹងឯងពុទ្ធបរិស័ទយើងហ្នឹងបានរក្សាហ្នឹងឯងអញ្ចឹងដល់តែព្រះពុទ្ធអង្គសម្ដែងប្រាប់មកហ្នឹងឯងបានយើងទទួលបរតោខោសៈដែលល្អហ្នឹងដោយអាស្រ័យយោនិសោមនសិកាហ្នឹងឯងហ្នឹងឯងនិយាយពីយោនិសោមនសិកាក៏តាកទួងទៅនឹងបច្ច័យទៀតទៅហ្នឹងឯងដោយព្រះអង្គសម្ដែងសទ្ធាជាអាហារនៃយោនិសោមនសិកាអញ្ចឹងហើយសទ្ធាហ្នឹងអាស្រ័យសទ្ធម្មសវណៈហ្នឹងហើយក្នុងអង្គត្រនិកាយទស្សកនិបាតអវិជ្ជាសូត្រអាហារសូត្រហ្នឹងហើយអវិជ្ជាសូត្រឬក៏តណ្ហាសូត្រហ្នឹងគឺមានធัว10ហ្នឹងហើយហើយនិយាយពីហេតុនៃសម្មាទិដ្ឋិដោយបរតោខោសៈហើយនឹងយោនិសោមនសិកាដែលយើងស្ដាប់ហ្នឹងហើយដែលនាំឲ្យយើងមានទៅតែប្រធានបរិបត្តិហ្នឹងហើយដែលនិយាយពីសតិប្បដ្ឋានជាពូជនៃវិបស្សនាហ្នឹងឯងបើតេតួងទៅនឹងការប្រៀបធៀបហ្នឹងឯងព្រះពុទ្ធអង្គក៏ព្រះអង្គប្រៀបធៀបដោយសិលទៅនឹងផែនដីអីហ្នឹងអញ្ចឹងប៉ុណ្ណាហ្នឹងឯងហើយក្នុងវិវេកកថាបដិសម្ពិទាមៈហ្នឹងដែលបុគ្គលត្រូវចម្រើនសមាទិដ្ឋិសមាសង្កបៈហោហែទៅគ្រប់ដែលជាការចម្រើននៅក្នុងអង្គមគ្គហ្នឹងដែលមានវិវេកណាហ្នឹងហើយមុននឹងសម្ដែងពីសមាទិដ្ឋិប្រព្រឹត្តទៅដើម្បីវិវេកណាវិវេកហ្នឹងមានតទាំងកវិវេកវិខំបណៈវិវេកបដិបស្សតិវិវេកសមុច្ឆេតវិវេកហើយនឹងនិសរណៈវិវេកគឺព្រះនិព្វានហ្នឹងហើយក្នុងខណៈនៃវិបស្សនាណាវិបស្សនាខណេហ្នឹងគឺវិវេកហ្នឹងដោយកិច្ចតោហ្នឹងគឺតទាំងកវិវេកវិបស្សនាហើយមានព្រះនិព្វានគឺនិសរណៈវិវេកហ្នឹងជាអធ្យាស្រ័យអច្ឆេយតោនិសរណៈវិវេកកនិសតាំងហ្នឹងអាស្រ័យនិសរណៈវិវេកហ្នឹងអច្ឆេយតោដោយអធ្យាស្រ័យអធ្យាស្រ័យហ្នឹងគឺបានន័យថា
មានចិត្តបញ្ជូនទៅព្រះនិព្វានហ្នឹងឯងអរតវិរិយោបហេតតតោហ្នឹងឯងនៅក្នុងព្រះអត្ថាលោកសម្ដែងដល់ជាញ្ញៈមួយទៀតថានិន្នៈណានិន្នៈគឺដោយចិត្តបង្អោនទៅហ្នឹងឯងទួនទៅរកព្រះនិព្វានមិនតាន់មានព្រះនិព្វានជាអារម្មណ៍ទេដល់តែមគ្គខណេក្នុងខណៈនៃមគ្គហ្នឹងបានហ្នឹងដោយកិច្ចតោហ្នឹងសមុច្ឆេតៈវិវេកហ្នឹងដែលថាចម្រើនសមាធិប្រព្រឹត្តទៅក្នុងវិវេកណាហ្នឹងហើយមាននិស័យ3នៅក្នុងហ្នឹងមានឆន្ទៈមានសទ្ធាមានការតាំងចិត្តហ្នឹងហើយនិស័យប្រព្រឹត្តទៅក្នុងវិវេកណាក៏មាននិស័យ3ហ្នឹងប្រព្រឹត្តទៅក្នុងវិរិយកៈក៏មាននិស័យ3ហ្នឹងប្រព្រឹត្តទៅក្នុងនិរោធក៏មាននិស័យ3ហ្នឹងប្រព្រឹត្តទៅក្នុងវោសកៈក៏មាននិស័យ3ហ្នឹងអញ្ចឹងបានក្នុងប្រសូតហ្នឹងវិវេកកថាបេដកបដិសម្ពិទាមតរិយភា71ហ្នឹងហើយមើលវិវេកកថាហ្នឹងមាននិស័យ12និស័យហ្នឹងគឺដោយឆន្ទៈដោយសទ្ធានិងដោយចិត្តហើយប្រព្រឹត្តទៅក្នុងវិវេក3វិរិយកៈ3និរោធ3វោសកៈ3វោសកៈប្រែតែលះបង់ប៉ុន្តែព្រះអត្ថាលោកចែកជា2បរិច្ចាកៈវោសកៈបរិច្ចាកៈហ្នឹងគឺលោកយៈលោកតរៈមិសកៈលាយគ្នាគឺថាក្នុងគណៈនៃវិបស្សនាគឺតទាំងកៈបហានៈដល់ទៅគណៈអរិយមគ្គសមុច្ឆេតៈបហានៈហ្នឹងបរិច្ចាកៈវោសកៈហ្នឹងហើយហើយដល់ទៅរបខន្ទនៈណាវោសកៈចែកជា2បរិច្ចាកៈហ្នឹងគឺដោយការលះបង់ដោយវិបស្សនានិងមគ្គហើយដល់ទៅបខន្ទនៈថាស្ទុះទៅហ្នឹងគឺក្នុងគណៈនៃវិបស្សនាហ្នឹងគឺដោយអធ្យាស្រ័យដោយចិត្តបង្អោនទៅអរតវិរិយោបហេតតតោហ្នឹងឯងបហេតតោប្រែតែបញ្ជូនណាបញ្ជូនខ្លួនហ្នឹងគឺបញ្ជូនចិត្តទៅព្រះនិព្វានណាដល់គណៈនៃអរិយមគ្គបានមានព្រះនិព្វានជាអារម្មណ៍ហ្នឹងឯងអញ្ចឹងគឺថាបខន្ទនៈវោសកៈហ្នឹងគឺក្នុងប្រសូតហ្នឹងដែលមុននឹងចូលដល់ចម្រើនសមាធិសមាសង្កបៈជាដើមហ្នឹងដើម្បីវិវេកជាដើមហ្នឹងគឺសម្ដែងពីសិលជាផែនដីហើយដាំដុះអីក៏អាស្រ័យផែនដីហ្នឹងចឹងបានចូលមកក្នុងសេចក្តីដែលថាសតិប្បដ្ឋានជាពូជហ្នឹងខ្ញុំណាយកមកបញ្ជាក់ហ្នឹងគឺនៅក្នុងសេចក្តីដែលថាកុំឲ្យយើងដោយថាចេះតែកម្មយកតាមគ្នារហូតមកក្នុងពាក្យថាសមថវិបស្សនាហ្នឹងឯងថាឲ្យតែចម្រើនសមថៈទៅគឺបានជាការចម្រើនវិបស្សនាហើយហ្នឹងឯងដល់តែមានពូជនៃវិបស្សនាហ្នឹងឯងគឺបានន័យថាប្រកដីនៃជីវិតហ្នឹងដែលព្រះអង្គសម្ដែងពួកធัวក្នុងកាយវេទនាចិត្តធัวហ្នឹងគឺមានសតិអប់រំរឿយរលឹកដឹងបរមត្តធัวហ្នឹងសូម្បីតែពេលយើងកំពុងស្ដាប់ធัวហ្នឹងក៏សតិរលឹកបានស្អីដែលធ្វើសវនកិច្ចធម្មតាយើងឃើញយើងឮអត់មានសតិហ្នឹងឯងចាយើងដឹងក្លិនយើងគិតចឹងទៅវាខុសគ្នាពីការដែលមានសតិរលឹកគឺសោទ្វេរវិថីចិត្តសោតវិញ្ញាណហ្នឹងធ្វើសវនកិច្ចគឺណាវាលះនៅសេចក្តីប្រកម្មតែខ្លួនយើងអ្នកឮហ្នឹងឯងតទាំងកបហានៈហ្នឹងបស្សនាកើតឡើងតែយើងអធិប្បាយមិញយកតែពីរឿងសមថៈនិងវិបស្សនាជាគោលប៉ុន្តែក្នុងវិបស្សនាហ្នឹងយើងត្រូវសិក្សាអំពីការចម្រើនវិបស្សនាហ្នឹងទៀតត្រង់ថាមានសតិប្បដ្ឋានណាហ្នឹងហើយតែបដ្ឋានហ្នឹងដែលជាពូជនៃវិបស្សនាហ្នឹង
ដែលដូចថាយើងដាំអីនៅលើផែនដីដែលមានសែលជាផែនដីហ្នឹងសមថៈហ្នឹងគ្រាន់តែប្រៀបដូចជាជីទេដែលយកទៅដាក់នៅលើដីឲ្យដីល្អហ្នឹងដើម្បីបានដាំអីទៅមានផលល្អហ្នឹងបើយើងអត់មានពូជវិបស្សនាទេគឺវាមិនអាចថាជីហ្នឹងឲ្យទៅជាដូងទៅជាក្រូចទៅជាស្វាយអីបានទេហ្នឹងគឺចម្រើនសមថៈដែលជាបាបនៃអភិញ្ញាអីចឹងទៅក្រៅពុទ្ធសាសនាអីហ្នឹងទៅហ្នឹងហើយអញ្ចឹងសម្រាប់ពុទ្ធបរិស័ទយើងតើតែដាំពូជសតិប្បដ្ឋានហ្នឹងបានមានវិបស្សនាពីព្រោះនៅក្នុងអត្ថកថាសតិប្បដ្ឋានសូត្រហ្នឹងដែលបង្និតលើកឡើងហ្នឹងហ្នឹងហើយយើងមើលត្រង់អាតាបិសម្បជាណោសតិមាហ្នឹងហើយមើលកន្លែងសតិមានេះហ្នឹងហើយបល័យក៏មានហ្នឹងហើយសម្រាយក៏មានហ្នឹងហើយកន្លែងលោកបញ្យលអាតាបិហើយមកបញ្យលសម្បជាណោហើយរួចទៅបានមកបញ្យលត្រង់សតិមាតិនេះបល័យណាហ្នឹងហើយកាយៈបរិក្គាហេកាយៈសតិយាសមណាកតោចុចមួយទៅបានអាយ៉ាងបណៈយស្មាសតិយាសតិយានោះប្រែថាដោយអារម្មណ៍ហ្នឹងហើយអារម្មណ៍មណੰបរិក្ខហេធ្វាគឺថាកំណត់អារម្មណ៍ដោយសតិហ្នឹងហើយហ្នឹងហើយសតិយាអារម្មណ៍មណੰបរិក្ខហេធ្វាកន្លែងហ្នឹងសំខាន់ណាក្នុងការដែលយើងសិក្សាទេពដ្ឋានតែមានកន្លែងបន្តិចហ្នឹងហើយកន្លែងបន្តិចនេះប៉ុន្តែធ្វើឲ្យយើងសិក្សាទលំទលាយទៅក្នុងសេចក្តីដែលថាសតិយាអារម្មណ៍មណੰបរិក្ខហេធ្វាបញ្ញាយៈអនុបស្សតិណានេះអនុបស្សតិហ្នឹងគឺជាការដែលពិចារណាទៅក្នុងកាយវេទនាចិត្តធัวហ្នឹងដោយបញ្ញាយៈនេះណាហ្នឹងហើយសតិយាអារម្មណ៍មណੰបរិក្ខហេធ្វាហ្នឹងគឺកំណត់អារម្មណ៍ដោយសតិហ្នឹងហើយរួចទៅបន្តមកទៀតនេះអ្នកហេសតិវិរៈហេតស្សៈអនុបស្សនានាមៈអថេតែប៉ុណ្្នឹងឯងណាគឺថាសតិវិរៈហេតស្សៈវិរៈហេតស្សៈនោះប្រែថាវាចាហ្នឹងឯងបាលីហ្នឹងណាវិរៈហេតស្សៈហ្នឹងវិរៈហេតៈហ្នឹងប្រែថាវាចាសតិឬក៏ប្រសិជ្ជសតិនិងអ្នកហេអនុបស្សនានាមៈអថេហ្នឹងហើយមានអ្នកនេះមកបរិសេធអថេនេះហ្នឹងហើយដែលឈ្មោះថាមានអនុបស្សនាហ្នឹងគឺថាអ្នកណាហ្នឹងឯងគឺអត់ទេបើវាចាសតិណាគឺអត់មានអនុបស្សនាទេហើយសតិក្នុងទីនេះសតិមតិបដ្ឋានពលលោកបញ្យលក្នុងសតិមានេះណាគឺជាសតិដែលកំណត់អារម្មណ៍សតិយាអារម្មណ៍មណੰបរិក្ខហេធ្វាហើយបញ្ញាយៈអនុបស្សតិបានន័យថាអារម្មណ៍របស់វិបស្សនានឹងឯងប៉ុន្តែមានសតិកំណត់អារម្មណ៍នឹងហ្នឹងហើយតលតែសតិកំណត់អារម្មណ៍បរមត្តធัวនាមរូបនឹងទៅបានវិបស្សនាពិចារណាកាយវេទនាចិត្តធัวនឹងទៅបានហ្នឹងគឺសេចក្តីប្រែក៏មានតាមនឹងហើយដែលថាពាក្យថាមានសតិមាហ្នឹងណាហ្នឹងឯងគឺប្រកបដោយសតិកំណត់កាយជាដើមហ្នឹងវេទនាចិត្តធัวហ្នឹងហ្នឹងឯងក៏ភិក្ខុរូបនេះកំណត់អារម្មណ៍ដោយសតិពិចារណាឃើញដោយបញ្ញាធម្មតាថាបញ្ញាពិចារណាឃើញនៃបុគ្គលដែលវាចាសតិរមែងមានមិនបានហ្នឹងហើយរមែងមានមិនបានហ្នឹងនេះអត្ថិហ្នឹងហើយគឺបានន័យថាអត់មានទេអត់មានវិបស្សនាទេអញ្ចឹងក្នុងសេចក្តីហ្នឹងគឺយើងមើលបើប្រកដីយើងអត់មានការចម្រើនទេពដ្ឋានទេ
ណាប៉ុន្តែទេពដ្ឋានយើងវាអប់រំចម្រើនហ្នឹងគ្រាន់តែបានជាពូជជាពូជដែលយើងស្ដាប់មកដែលមានការចាំធัวដែលព្រះអង្គសម្ដែងថេរៈសញ្ញាបតតឋានាហ្នឹងហើយវាអត់មានកម្លាំងដើម្បីនឹងឲ្យវិបស្សនានឹងឯងទៅកំណត់រហូតដល់ទៅញាតបរិញ្ញាតៃរណបរិញ្ញាបហានបរិញ្ញាបានទេអញ្ចឹងយើងត្រូវពឹងកម្លាំងហ្នឹងហើយកម្លាំងយើងហ្នឹងវាខ្សោយដោយសារនិវរណៈធัวនេះនិវរណៈធัว5ហ្នឹងឯងដែលធ្វើឲ្យបញ្ញាទពុលធ្វើឲ្យបញ្ញាខ្សោយហ្នឹងហើយនិវរណៈធัวហ្នឹងជាអាហាររបស់អវិជ្ជាព្រះពុទ្ធអង្គសម្ដែងអញ្ចឹងឲ្យប្រកដីបើយើងមិនយកចិត្តទុកដាក់បង្ក្រាបនិវរណៈទេវាទៅជាចម្រើនកាមឆន្ទៈជាបាបៈអីហ្នឹងអាហ្នឹងបានន័យថាយើងផ្ដល់ស្បៀងឲ្យខ្មាំងហើយអាហារបងម្ដែងថាជាអាហារណាហើយអវិជ្ជាហ្នឹងគឺជាកំពូលសត្រូវជាមួយជីវិតយើងហើយគឺបានន័យថាយើងក្បត់នឹងខ្លួនយើងហើយបើដូចជានៅក្នុងរឿងប្រទេសជាតិធ្វើសង្គ្រាមហើយយើងទៅផ្ដល់ស្បៀងឲ្យខ្មាំងអានឹងក្បត់ជាតិហើយយ៉ាងណាមិញអាការដែលយើងមិនបង្ក្រាបនិវរណៈធัวទេណាយើងដូចអាងថានិវរណៈធัวក៏ជានិវរណៈបព្វៈដែរនិវរណៈបព្វៈមែនប៉ុន្តែបើអត់មានសតិរលឹកដឹងណាហ្នឹងហើយបានអីទៅជានិវរណៈបព្វៈនៃធម្មានុបស្សនាតែប្រធាននិវរណៈមានមែនប៉ុន្តែអត់មានបច្ច័យនៃសតិរលឹកហ្នឹងហើយនិវរណៈហ្នឹងជាអាហារនៃអវិជ្ជាហ្នឹងហើយធ្វើឲ្យបញ្ញាទពុលចឹងបានកិច្ចការសំខាន់ពុទ្ធបរិស័ទយើងមានប្រកដីចម្រើនទេពដ្ឋានតែត្រូវពឹងសមថៈនឹងឯងដែលគ្រូបងលើកពីអង្គនៃឧបចារសមាធិជាដើមហ្នឹងនៃសាកសួរទៅពុទ្ធបរិស័ទក៏ឆ្លើយចេះដឹងតាមរៀនហ្នឹងទៅហ្នឹងឯងប៉ុន្តែឲ្យយើងក៏បានមកជ្រាបដឹងអំពីសតិប្បដ្ឋានដែលត្រូវបរិបត្តិតាមព្រះពុទ្ធដីកាជាប្រកដីដូចជាចិត្តប្រកបដោយរាគៈចិត្តប្រកបដោយទោសៈចិត្តប្រកបដោយមោហៈអីនេះតែយើងទៅធ្វើចិត្តប្រកបដោយរាគៈទោសៈមោហៈដើម្បីចម្រើនទេពដ្ឋានមិនមែនទេប្រកដីដែលមានរាគៈទោសៈមោហៈនឹងឯងយើងស្ដាប់ពធัวមកយើងចាំព្រះពុទ្ធដីកាបានធ្វើឲ្យយើងមករលឹកដឹងឲ្យឃើញតួបរមត្តរាគៈទោសៈមោហៈហ្នឹងវាអត់មានអត្តាយើងអ្នករាគៈទោសៈមោហៈទេរលឹកបានរឿយអញ្ចឹងចិត្តប្រឆារាគៈទោសៈមោហៈចិត្តអីលោកយៈចិត្តទាំងអស់វាអកុសលអញ្ចឹងចិត្តឃើញដែលប្រឆារាគៈទោសៈមោហៈទៅយើងមានប្រកដីរលឹកដែរឬទេបើយើងអត់មានប្រកដីរលឹកឲ្យដឹងថាចក្ខុវិញ្ញាណធ្វើទេសនកិច្ចសោតវិញ្ញាណធ្វើសវនកិច្ចហ្នឹងដែលអត់មានអត្តាទេបើយើងស្អីឯណាមកប្រកែឃើញផងយើងឯណាមកលឺផងហ្នឹងហើយយើងស្អីណាវាអត់ទេវាជាកិច្ចរបស់វិញ្ញាណទេហើយបើយើងអត់មានប្រដីរលឹកទេឈ្មោះថាយើងអត់បានប្រតិបត្តិតាមព្រះដែលមានពភាអីហ្នឹងហើយពីព្រោះព្រះអង្គសម្ដែងឲ្យយើងប្រតិបត្តិយើងអត់ប្រតិបត្តិដោយសារយើងគិតថាចម្រើនវិបស្សនាតើតែយើងចម្រើនសមាធិហើយចិត្តស្ងប់ហើយបានមកពិចារណាអនិច្ចំទុក្ខំអនត្តានឹងជាវិបស្សនាប៉ុន្តែបើអត់មានពូជសតិប្បដ្ឋានវិបស្សនាអត់កើតទេណាវិបស្សនាកើតជាម៉េចវាមិនមែននៅលើអត្តាយើងទៅពិចារណាហ្នឹងឯណាយើងធ្វើចិត្តស្ងប់អីចឹងយើងពិចារណានៅតែតួខ្លួនយើងដដែលហ្នឹងពិចារណាហ្នឹងគឺយើងគ្រាន់តែស្ដាប់មកយើងគិតតាមស្ដាប់ទេតែតួវិបស្សនាគឺដោយអាស្រ័យសតិកំណត់អារម្មណ៍ហ្នឹងហើយតើវឹកហាត់អប់រំរឿយបានដល់ទៅពេលចិត្តស្ងប់ទៅដែលគ្រូបងលើកពីរឿងថាសមថៈជាបាតហ្នឹងណាសតិថ្នាក់សមថៈហ្នឹងជាបាតនៃវិបស្សនាហ្នឹងហើយដល់ចិត្តស្ងប់អញ្ចឹងទៅបុគ្គលដែលមានប្រកដីចម្រើនសតិប្បដ្ឋានហ្នឹងគឺថាបានមកកំណត់ដឹងនៅអង្គរបស់ឈានក្តីឬក៏រូបធម៌នាមធម៌ហ្នឹងក្តីកំណត់ដោយវិបស្សនាហ្នឹងវិបស្សនាមានកម្លាំងហើយពីព្រោះអីពីព្រោះមានពូជនៃវិបស្សនាហ្នឹង
năng ngày bùi nó cứ sạch bát than năng ngày tôi bơ ọt miên sạch cầm nọt đăng bò ra mắt chia rom thế cứ ọt bị cha rồi na cay về từ này chặt thua năng bàn tê sạch giá rom mà năng về cái hệ thoa tận nhà dễ anu ba sạch năng ngày nó mà clear nó cứ nông gì đây ta sạch nạ sạch bát than cầm nọt rom nó cứ bò ra mắt rom năng cần năng ngày vì pro ấy ban chia rom mà năng về cái hệ thoa nó đôi sạch nó chia rom bò ra mắt tham ông tí rom rồi bao vipassana pa nhà với anupassate ấy rom bao vipassana tới đây chia bò ra mắt rồi thua giống cứ to tại miền sạch còn nót rom nâng rồi lực đăng rom nâng năng ngày bán vipassana chấm ran là đối với lực đăng thà vitaka vichara pe tệ sọc kha ekakata năng ấy chỉ niệm mà thua năng ngày cứ sầm khăn cứ việc miền atta dương để chấm ran chặt ngọt năng tê thì miềnแต่ ong thua năng đại vào tới chia cá ngọt ni và nạ thua sật tệ rồi lực ban chấm ban vipassana chấm ran là chia nhiệt tạ parinya tây rồi nạ parinya chấm tê năng ngày chấm ban về đôi dương miền bùi xoài đầm tới đây nó miền sơ để dương miền từ ruột đây thò đây sạch đây ruột đầm xoài nó ở sầm rùm con đây nó tình nên là thà về sơ miền chí chăm dương đại chi tam cái còn là thà đây sầm rùm mình nó cứ côn là bát bò sơ là ngày chẳng hay đây dương được sơ miền chí ban dương đại chi nó cứ không gì đây thà sam mà thà nó chỉ upakara đó vipassana nó cứ thà ao tầm năm lọ ngày vì pro priệp tới năng đàm chơi nó chẳng vậy vì khâm của bạn đây để chỉ vì một xà rạ nó á rồi còn chẳng vậy vì mà lốp rồi mà lốp popo ấy chẳng đây thì chia ấy chẳng tới đây chỉ lốp có rạ thua nó á là ngày là tới đàm chơi nó thôm là ngày mà vô khâm có khâm tới nông mà ha xà rau của mạ sốt ấy nó cứ vì một xà rạ là ngày rồi có thà của Bodhika nó tiền để vào tiền thà tiền tăng xà rê và tết thể tăng đó cả cột rung tu miền chật nó cứ tới tăng được xà rạ thua cứ vì mốt để xà rạ nâng nó cứ nông cá để priệp đôi chỉ đàm chờ nâng chẳng về tới tại miền bùi này vì pasana nâng ai chẳng và dân đăng ngay bộ sẽ tập thán sam bị dốt rồi có bộ tới chỉ mùi khné nâng vì pasana phần té dân tới chia vì côn ở thua cứ sẽ tập thán hay năng vipassana năng để tam priya cái tha nè năng ngày và thà ọt miên sẽ tệ tê nè hệ sẽ tệ vì hệ passa nó để thà bảo vi cha sẽ tệ năng cứ vipassana năng ọt miên tê mua thả miên năng cứ ọt tê năng ngày anupassana niệm mẹ áp thể là ngày người miền nệ hệ thì đại nó mà bạn bị sai thọ ọt miền này nó ngày rồi cho nên cứ là về miền chấm ra vipassana nó đòi tăng tu khá đuôn dương sẽ cái dễ tự thể tới chấm ra vipassana thế là ngày miền đôi chấm ra samatha nó cứ là thầm thá miền mục nông ca cướp sừng cót ni và nạ thua là ngày người miền rom chia phanh nháp rồiแต่ผู้บองเลิกล้างปีกายตาสเตะlà ngày miền chạy tới chia samatha chạy tới vipassana phần đời sẽ rọc máu cứ thờ samatha để chấm ra đôi thà chia bát này phải như ấy nâng lộc cây ấy nâng cứ miền bản nhạc chia rom bật tới nông rupi chiên ấy nâng năng ảnh hay dân mình dây thì samatha để samyut vipassana đấy nó ông thua samadhi nâng cứ dân dây tới vipassana tới vô samadhi samyut chỉ mũi samadhi thna vipassana nó đăng cả miền này rồi miền samadhi nó ngay bên dân dây vì samadhi chỉ ba tới samadhi cướp sừng cọt ni và nạ thua nó là ngày ni và nạ thua nâng thua ở bản nhà tục bull chẳng bàn dương sở lạnh luôn dương smart strong nâng luôn dương ngày đầm bay cầm chặt bằng nơi khăm ăn sệt trời nơi vặt ở sang xa nó trời đập biên khăm ăn nâng rồi sai nâng tức phơi sắc nâng bài tại bờ ọt bái khăm ăn nâng việc sao vậy ọt ni và nạ thua khăm ăn việc sao vậy bản nhà miền cầm lăng là ngày nâng cứ chậm bạch á dương trời đập biên khăm
ម៉ាំងហ្នឹងអានិវរណៈធัว5ជាអាហារនៃអវិជ្ជាហ្នឹងហ្នឹងហើយប៉ុន្តែនិយាយពីវិបស្សនានេះហ្នឹងហើយមិនមែនយើងនៅក្នុងក្តីសម្គាល់តែមានខ្លួនយើងហើយទៅចម្រើនវិបស្សនាទេហ្នឹងហើយពីព្រោះសតិប្បដ្ឋានវិបស្សនាដែលយើងដឹងហើយថាចម្រើនសតិប្បដ្ឋានគឺជាការចម្រើនវិបស្សនាកាយានុបស្សនាសតិប្បដ្ឋានវេទនានុបស្សនាសតិប្បដ្ឋានហ្នឹងណាហ្នឹងហើយប៉ុន្តែក្នុងនៃអដ្ឋអថាហ្នឹងគឺបំដែងពីការដែលមានសតិកំណត់នៅអារម្មណ៍ណាហ្នឹងហើយសតិយាអារម្មណ៍ណੰបរិក្ខហេត្វាបញ្ញាយៈអនុបស្សតិហ្នឹងហើយគឺវិបស្សនាមិនមែនចាប់វឹបទៅនាមរូបៈប្រឆេទញ្ញាណឬក៏ថាចម្រើនទៅដល់ពលវៈវិបស្សនាដោយអត់មានសតិរលឹកដឹងរូបធម៌នាមធម៌ហ្នឹងទេណាពីព្រោះតលតែកំណត់នៅអារម្មណ៍ហ្នឹងបានវិបស្សនាចេះតែចម្រើនឡើងដោយការដឹងនាមរូបហ្នឹងរហូតដល់ទៅបច្ចយៈបរិក្ខហញ្ញាណដឹងបច្ច័យរបស់នាមរូបហ្នឹងតលតែពឹងនៅលើសតិប្បដ្ឋានគឺរលឹករឿយនៅបរមត្តធម៌ហ្នឹងបានវិបស្សនាហ្នឹងចេះតែចម្រើនឡើងហ្នឹងឯងដែលការចម្រើនតែប្រធានវិបស្សនាសតិហ្នឹងគឺមានកិច្ចកំណត់អារម្មណ៍នឹងឯងរូបតួនាមតួរឿយទៅហើយត្រូវអាស្រ័យសមថៈជាបាតផងអញ្ចឹងវិបស្សនាហ្នឹងមានការចម្រើនឡើងព្រោះវិបស្សនាមានតាំងពីនាមរូបៈប្រឆេទញ្ញាណបច្ចយៈបរិក្ខហញ្ញាណដែលចម្រើនអញ្ចឹងទៅបានហ្នឹងគឺអាស្រ័យសតិដែលកំណត់ទៅលើរូបធម៌និងនាមធម៌ហ្នឹងហើយការដែលអាចដឹងថាជារូបធម៌នាមធម៌អាស្រ័យបច្ច័យលះអត្តានុទិដ្ឋិអីជាវិបស្សនាញាណកើតឡើងទៅពឹងនៅលើសតិដែលរលឹកដឹងអារម្មណ៍របស់វិបស្សនាហ្នឹងហ្នឹងហើយបើយើងប្រៀបដូចយើងធ្លាប់ប្រើកុំព្យូទ័រអញ្ចឹងហ្នឹងហើយអាក្បាលព្រួញហ្នឹងតែយើងអូសវាយកមកដាក់នៅលើអាកម្មវិធីអីហ្នឹងហើយរួចទៅយើងសកត់វាคลิกវាអញ្ចឹងទៅបានវាចេញប្រើប្រាស់កម្មវិធីហ្នឹងយ៉ាងណាមិញសតិដែលរលឹកបរមត្តធម៌ហ្នឹងដូចក្បាលព្រួញដែលយកមកដាក់អាកម្មវិធីហ្នឹងហើយយើងចង់ប្រើកម្មវិធីអីហ្នឹងហើយតែយើងយកមកដាក់ឲ្យចំកម្មវិធីទៅហើយសង្កត់ទៅបានយើងប្រើប្រាស់កម្មវិធីហ្នឹងយ៉ាងណាមិញវិបស្សនាហ្នឹងគឺតលតែអាស្រ័យមានសតិកំណត់ទៅលើអារម្មណ៍ហ្នឹងឯងចឹងបានវិបស្សនាចម្រើនឡើងហ្នឹងគឺសតិថ្នាក់សតិប្បដ្ឋានដែលបុគ្គលមានប្រកដីចម្រើនសតិប្បដ្ឋានទៅដល់ទៅពេលត្រូវទៅចម្រើនសម្បថៈដើរចង្ក្រមអង្គុយសមាធិអីហ្នឹងចឹងទៅបានទៅវាមានពូជនៃវិបស្សនាហ្នឹងឯងព្រោះដល់ពេលចេញពីចិត្តស្ងប់ហ្នឹងមកមានសតិរលឹកដឹងហើយមិនបានមានថាមានប្រកដីអប់រំមកហ្នឹងហើយមានប្រកដីអប់រំមកបានផ្ដើមឡើងដោយការមានសតិរលឹកដឹងរូបធម៌នាមធម៌ហ្នឹងផ្ដើមដោយមានសតិរលឹកនឹងតែម្ដងមិនមែនផ្ដើមដោយខ្លួនយើងអ្នកចម្រើនសតិខ្លួនយើងផ្ដើមដោយខ្លួនយើងអ្នកធ្វើផ្ដើមដោយមានខ្លួនទេហ្នឹងហើយគឺថាសតិប្បដ្ឋានផ្ដើមដោយការមានសតិគឺកំណត់ដឹងបរមត្តធម៌ហ្នឹងឯងអត់មានអត្តាមកធ្វើកិច្ចឃើញកិច្ចលឺឬរូបធម៌នាមធម៌ហ្នឹងទេផ្ដើមដោយការមានសតិហ្នឹងហើយពីព្រោះអីពីព្រោះមានពូជសតិហ្នឹងឯងហើយពូជមកពីណាមកពីបានស្ដាប់ព្រះធម៌ដែលព្រះអង្គសម្ដែងហ្នឹងស្ដាប់ទៅមានយោនិសោមនសិការៈទៅបានសិក្សាសង្កេតពិនិត្យដឹងបរមត្តធម៌តាមផ្លូវភ្នែកជាចំអណ្ដាតកាយចិត្តហ្នឹងហើយបានវិបស្សនាចម្រើនទៅតាមការដែលមានសតិកំណត់អារម្មណ៍ហ្នឹងរលឹកដឹងបរមត្តធម៌ហ្នឹងគឺក្នុងសេចក្តីដែលព្រះអរថាសម្ដែងពីការដែលមានសតិកំណត់ដឹងអារម្មណ៍ឬក៏ថាការដែលកំណត់ពិចារណាអនុបស្សតិហ្នឹងកាយវេទនាចិត្តធម៌ដោយបញ្ញាហ្នឹងគឺដោយសតិកំណត់ដឹងនៅអារម្មណ៍ហ្នឹងហើយដែលបញ្ជាក់មកទៀតថាអត់មានសតិឬថាវាចាសតិដែលឈ្មោះថាមានវិបស្សនានោះគឺមិនមានឡើយហ្នឹងក្នុងសេចក្តីដែលយើងសិក្សាក្នុងព្រះកថាខ្លីបន្តិចប៉ុណ្ណឹងធ្វើឲ្យយើងយល់ពីការចម្រើនទេពដ្ឋានដែលនាំឲ្យមានវិបស្សនាញាណចម្រើនឡើង
ឡើងប៉ុន្តែក្នុងសាសនាមានសិលសមាធិបញ្ញាមានសីលវិសុទ្ធិចិត្តវិសុទ្ធិមានទិដ្ឋិវិសុទ្ធិបរិសុទ្ធដោយបញ្ញាអញ្ចឹងទៅយើងជានិយបុគ្គលដែលត្រូវប្រព្រឹត្តបរិបត្តិនេះយើងមិនអាចថាស្ដាប់ពធដោយសង្ខេបដោយពឹស្ដារអីសម្រាប់បានមកទេយើងសិក្សាឡើងច្រើនមកហើយអញ្ចឹងវាស្ថិតនៅក្នុងការដែលយើងត្រូវប្រតិបត្តិអញ្ចឹងយើងដឹងថាបញ្ញាយើងវាអត់មានកម្លាំងមិនភ្លឺស្វាងមកពីអីមកពីនិវរណៈធัวនឹងឯងដែលវាធ្វើឲ្យបញ្ញានឹងទន់ខ្សោយអញ្ចឹងបានយើងកុំប្រមាទក្នុងការអប់រំចិត្តបង្ក្រាបនិវរណៈធัวនឹងដើម្បីបានជាបាតនៃសតិប្បដ្ឋានវិបស្សនានឹងឯងបានជាឧបការៈតែឋានវិបស្សនានឹងចម្រើនទៅរហូតដល់ទៅអរិយមគ្គព្រោះអរិយមគ្គហ្នឹងគឺត្រូវអាស្រ័យវិបស្សនានឹងឯងដែលមានសតិប្បដ្ឋានជាបុព្វភាចម្រើនតែប្បដ្ឋានហ្នឹងតែប្បដ្ឋានដែលព្រះអង្គសម្ដែងហ្នឹងជាលោកយៈតែជាបុព្វភានៃអរិយមគ្គហ្នឹងឯងឈ្មោះថាជាដំណើរផ្លូវទៅកាន់ព្រះនិព្វាននឹងឯងដូចគ្រូវងវិជ្ជាមកថាមួយម៉ាត់ចឹងត្រង់ថាព្រះនិព្វានដែលយើងត្រូវបានក្នុងបច្ចុប្បន្នហ្នឹងណាហ្នឹងឯងមកអំពីអីមកអំពីការដែលយើងអប់រំចម្រើនតែប្រធានហ្នឹងទៅដល់ទៅសម្រេចអរិយមគ្គហ្នឹងអរិយមគ្គហ្នឹងមិនមែនចុតិណាមិនមែនយើងស្លាប់ទៅកើតភពភូមិឯណាអរិយមគ្គហ្នឹងឯងតែហ្នឹងឯងដែលឲ្យបានសម្រេចនៅសម្បត្តិព្រះនិព្វានសម្រាប់អ្នកដែលបានអរិយមគ្គហ្នឹងគឺត្រូវបានក្នុងបច្ចុប្បន្នហ្នឹងបានទាំងដែលនៅរស់ហ្នឹងព្រោះអរិយមគ្គហ្នឹងមិនមែនជាតួចុតិណាហ្នឹងឯងហើយសមុច្ឆេតបហានៈទៅក៏អនុបាទៈនិរោធហ្នឹងគឺការមិនកើតនៅកិលេសវត្តៈកម្មវត្តៈវិបាកវត្តៈនឹងឯងដោយមគ្គហ្នឹងគឺជាអ្នកដែលបានសម្បត្តិព្រះនិព្វានហ្នឹងគឺបានន័យថាអាសេចក្តីប្រកម្មទទួលខ្លួននោះឈប់កើតជារៀងរហូតទៅណាដោយសោតាបត្តមគ្គហ្នឹងហ្នឹងឯងអញ្ចឹងនៅក្នុងលោកនោះខ្វល់ដើម្បីឲ្យខ្លួនឯងបានអីបានអីបានអីវានៅក្នុងសេចក្តីប្រកម្មតែមានខ្លួនរហូតប្រព្រឹត្តបញ្ញវេរាណានៃអីសពគ្រប់កំណាញ់ចំណែនទៅនិយាលៈពុតនួតអួតអាងទៅមគ្គរមិលគុណបលាស័កវៃរឹកអីហ្នឹងវាអាស្រ័យសកាយៈទិដ្ឋិហ្នឹងអាការប្រកាន់តែខ្លួនហ្នឹងលំបាកលំបិនណានៃទៅដឹងតែអញ្ចឹងដឹងតែថាត្រូវរស់អីឲ្យខ្លួនឯងរហូតភ្ញាក់ផ្អើលអីណានៃសពគ្រប់ដើម្បីឲ្យខ្លួនឯងបានអីបានអីហ្នឹងហ្នឹងហើយប៉ុន្តែពុទ្ធបរិស័ទយើងហ្នឹងដែលមានផប់លៀបសំណាងបានមកទទួលពុទ្ធសាសនាហ្នឹងយើងបានដឹងថាវាអត់ចាំបាច់មានខ្លួនយើងទៀមទាអីពីក្នុងโลกនេះណាវាមានវេទនាសោយអារម្មណ៍វាមានតែវិញ្ញាណដឹងអារម្មណ៍ហើយក៏វាអត់មានលោកជាថៃណាមានអីខ្សែផ្សោយអីអាហ្នឹងគ្រាន់តែសន្មតហ្នឹងហ្នឹងហើយទេវតាហ្នឹងក៏ដោយមានតួទេវតាអីណាបានខ្សែផ្សោយអីវិញ្ញាណដឹងអារម្មណ៍ហ្នឹងមានតួទេវតាណាវេទនាសោយហ្នឹងហ្នឹងហើយដូច្នេះក្នុងការដែលពុទ្ធបរិស័ទយើងបានមកកំណត់ដឹងថាដែលជាបរមសុខនេះទោះយើងមិនទាន់បានជាអារម្មណ៍ក៏ដោយប៉ុន្តែយើងមានទិសដៅទៅរកការអស់អាសេចក្តីប្រកាន់តែខ្លួនយើងនេះឯងហ្នឹងគឺព្រះនិព្វានជាអធិស្ស្រ័យហ្នឹងគឺការដែលអស់ទិដ្ឋិតណ្ហាហ្នឹងឯងចឹងអស់ដោយអរិយមគ្គហ្នឹងហ្នឹងឯងមិនមានការកើតឡើងជារៀងរហូតហ្នឹងហ្នឹងឯងអញ្ចឹងគឺក្នុងដំណើរទៅកាន់ព្រះនិព្វានដែលព្រះអរិយបុគ្គលត្រូវបានសម្បត្តិនៅព្រះនិព្វានហ្នឹងគឺទាំងនៅហ្នឹងឯងតែនៅរស់ហ្នឹងក៏មិនមែនរឿងស្លាប់ទៅកើតទៀតជាព្រះនិព្វានមិនកើតទៀតជាព្រះនិព្វានមិនមែនទេមិនមែនរឿងកើតទេហ្នឹងឯងព្រោះផ្លូវទៅព្រះនិព្វានគឺសតិប្បដ្ឋានបរិបត្តិនេះដែលយើងលើកយកមកសិក្សាសន្ទនាគ្រាន់តែឲ្យយើងដឹងថាទិសដៅទៅរកការអស់ទិដ្ឋិនិងតណ្ហានឹងឯងចាំហើយដឹងថាផ្លូវទៅព្រះនិព្វានហ្នឹងអញ្ចឹងត្រូវបានសម្រេចព្រះនិព្វានហ្នឹងយ៉ាងម៉េចថាទិសដៅតាំងពីតទាំងកបហានៈហ្នឹងទៅហ្នឹងហើយអាហ្នឹងគ្រាន់តែជាដំណើរផ្លូវទៅរហូតដល់ទៅអរិយមគ្គកើតឡើងទៅបានសមុច្ឆេតបហានៈតែសមុច្ឆេតបហានៈហើយគឺកិលេសវត្តៈហ្នឹងគឺឈប់កើតជារៀងរហូតហើយអញ្ចឹងកម្មវត្តៈក៏អត់កើតវិបាកវត្តៈក៏អត់កើតការមិនកើតនៅវត្តៈហ្នឹងឯងវត្តដោវិឆេតោហ្នឹងឯងជាទិសដៅដែលយើងត្រូវទៅដល់ដោយតែប្រធានហ្នឹងឯងសម្រាប់ដោយអរិយមគ្គដែលជាសេតខេតៈហ្នឹងដែលសមុច្ឆេតបហានៈហ្នឹងហើយជាស្ពានបានឆ្លងទៅដល់ព្រះនិព្វានហ្នឹងគឺក្នុងសេចក្តីដែលខ្ញុំណាតែងតែប្រកាសរឿយនៅក្នុងខ្លឹមសារត្រង់ដែលថាការអប់រំចម្រើនវិបស្សនាគឺត្រូវពឹងនៅលើសតិប្បដ្ឋានតែហើយសតិប្បដ្ឋានតេតួងនឹងការដែលយើងបានស្ដាប់ពធរបស់ព្រះអង្គហ្នឹងបានយល់ចូលចិត្តខ្លឹមសារនៃពុទ្ធិកាបរមត្ថធម៌ហ្នឹង
មថៈហ្នឹងគឺចាំបាច់ក្នុងកិច្ចដែលត្រូវឧបត្ថម្ភទំនុកបំរុងដល់ការចម្រើនវិបស្សនាហ្នឹងបើថាប្រៀបទៅនឹងឆ្លងទៅកាន់ត្រៃនេះគឺថាជាកម្លាំងដែលរួមជាមួយវិរិយៈសតិសមាធិហ្នឹងគឺថាជាការដែលត្រូវពឹងកម្លាំងហើយឆ្លងទៅរកកោះរកត្រៃហ្នឹងហើយបើប្រៀបទៅនឹងការដែលយោងអីលើកអីគឺកម្លាំងហ្នឹងគឺសមាធិហ្នឹងឯងតែបានលើករួចឬបើថាដើរទៅទិសដៅក៏តើមានកម្លាំងគឺសមាធិហ្នឹងឯងតែអត់កម្លាំងដើរទៅមិនបានទេអញ្ចឹងវាត្រូវតែពឹងកម្លាំងនឹងឯងដែលពុទ្ធបរិស័ទយើងគឺថាសមាធិនឹងមានឧបការៈដល់ដំណើរទៅកាន់ព្រះនិព្វានហ្នឹងមកអំពីនិវរណៈធัวហ្នឹងដែលវាធ្វើឲ្យយើងមិនអាចនឹងរកទិសដៅអីទៅបានទេវែងវិលវល់នៅក្នុងโลกហ្នឹងដោយនិវរណៈធัวហ្នឹងឯងដូច្នេះគឺកុំប្រមាទជាមួយនឹងនិវរណៈធัวដែលមានក្នុងជីវិតរបស់យើងហ្នឹងអាហ្នឹងឯងដែលធ្វើឲ្យវដ្តសង្សារវែងឆ្ងាយរហូតមកហ្នឹងមកអំពីវារាំងអត់មានការចម្រើនឡើងនៅបញ្ញាវិបស្សនាអត់ទាំងមានពូជនៃវិបស្សនានឹងផងដែលយើងអត់បានស្ដាប់ពធយើងអត់ដឹងបរមត្ថធម៌តែប្រធានអត់កើតឡើងអញ្ចឹងបានអីនឹងតរុណវិបស្សនាពលវៈវិបស្សនាទៅហ្នឹងអញ្ចឹងគឺក្នុងសេចក្តីដែលថាពាក្យដែលយើងធ្លាប់ឮរហូតពីដើមមកហ្នឹងពាក្យថាសមថវិបស្សនាហ្នឹងហើយប៉ុន្តែដល់មកឥឡូវនេះស្រាប់តែឮថាសតិប្បដ្ឋានវិបស្សនាអញ្ចឹងទៅវាដូចថាពាក្យហ្នឹងប្លែកមកពីណាតែតាមពិតព្រះអង្គសម្ដែងកាយានុបស្សនាសតិប្បដ្ឋានហ្នឹងមានពាក្យប្លែកអីពាក្យព្រះពុទ្ធអង្គគ្រាន់តែយើងនិយាយសមថវិបស្សនាដោយអាស្រ័យសមថៈហ្នឹងគឺជាបាតនៃវិបស្សនាទៅអប់រំសមថៈហ្នឹងតែមិនត្រូវហើយប៉ុន្តែកុំឲ្យយើងយល់ថាចម្រើនសមថៈហ្នឹងទៅហើយវិបស្សនាត្រូវកើតពីសមថៈហ្នឹងដោយថាសមថៈហ្នឹងជាពូជឲ្យមានវិបស្សនាថាអត់ទេអាហ្នឹងបើប្រៀបថាដូចជាជីតែប៉ុណ្្នឹងទេពូជដែលសម្រាប់ឲ្យវិបស្សនាចម្រើនឡើងធំធាត់ឡើងគឺសតិប្បដ្ឋាននេះណែក្នុងអដ្ឋថាតបដ្ឋានសូត្រដែលប្រកាសអំពីសតិយាហ្នឹងតែប៉ុណ្្នឹងឯងតែចូលរួមអញ្ជើញព្រះអង្គគ្រប់គ្នាគ្រប់ពេលវេលាគ្រប់ទីកន្លែងហ្នឹងព្រោះកាយវេទនាចិត្តធัวហ្នឹងយើងសិក្សាទៅហ្នឹងហើយហ្នឹងដែលយើងស្ដាប់ពធัวមកគឺថាធ្វើឲ្យយើងយល់ដល់ជីវិតរបស់យើងហ្នឹងរូបធัวនាមធัวតាមផ្លូវភ្នែកជាចំណាត់កាយចិត្តឬក៏រៀបរាប់តាមបព្វអីទាំងអស់ហ្នឹងហ្នឹងហើយសរុបមកថាបើមិនមានប្រកដីចម្រើនតែប្រឋានទេចឹងគឺសមថៈមិនអាចជាបាតនៃវិបស្សនាបានទេហ្នឹងហើយចឹងសមថៈជាបាតនៃវិបស្សនាគឺសម្រាប់បុគ្គលដែលមានប្រកដីចម្រើនតបដ្ឋានបានសមថៈជាបាតនៃវិបស្សនាបាន